ថ្ងៃនេះថ្ងៃ3រោចបាទ3រោចគឺជាថ្ងៃបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តព្រៃលកាភូមិបពោឃុំអូដំបងមួយស្រុកសង្កែខេត្តបាត់ដំបងបាទនេះទេសភាពទាំងស្រុងបាទក្នុងការរៀបចំបាទត្រៃនេះគឺដាក់តាំងត្រៃបាទច្រើនត្រៃច្រើនបាទច្រើនហើយលោកយាយលោកតាលោកអាចារ្យបាទរៀបចំមានស្លាធម៌ហើយមានទឹកមុនទឹកអីសម្រាប់សូត្រមន្តថ្ងៃនេះក៏ប៉ុន្តែកម្មវិធីនៅថ្ងៃនេះមាន3បាទគឺទី1គឺការបង្ហូតទង់ទី2បាទថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធជាកម្មវិធីទី3នេះគឺជាកម្មវិធីសូត្រមន្តដើម្បីបញ្ចប់នៅថ្ងៃទី1បាទថ្ងៃទី3រោចនឹងបាទស្អែកឡើងក៏4រោចបាទថ្ងៃទី2បាទនេះយើងថតតែថ្ងៃទី3រោចសិនបាទនេះមានថៃយ៉ាំបាទគាត់មុននឹងចាប់ផ្ដើមកម្មវិធីចិត្តដល់បង្ហូតទង់បាទនឹងឲ្យក្រុមថៃយ៉ាំគាត់លេងមកប្រាវសិនបាទហ្នឹងហើយលេងមកប្រាវដើម្បីប្រមូលថវិកានិងលើកស្ទួយបាទរបាំខ្មែរយើងបាទដើម្បីដង្ហែទង់ដើម្បីយកទៅតម្លើងដងទង់បង្ហូតឡើងទៅលើបាទក៏ប៉ុន្តែយើងមិនតាន់ដល់ម៉ោងស្រួលបួលលោកថៃយ៉ាំបាទគាត់នាំគ្នាបាទលបមកប្រាវសិនហ្នឹងហើយបាទរីឯលោកយាយលោកយាយច្រើនមើលទៅចូលចិត្តដល់ញញឹមញញែមអង្គុយបាទដកបច្ច័យបដាអីបដាបាទថៃយ៉ាំនឹងក៏កំឹកកំម៉ោមដាក់លោកយាយគ្រប់គ្នាបាទនៅក្នុងវិហារមើលទៅគួរឲ្យសប្បាយបាទក៏ក្រឹកក៏ក្រែងដែរបាទហើយមនុស្សថ្ងៃនេះក៏ច្រើនទៀតបាទក៏ធិនឆ្នាំនេះមនុស្សច្រើនបាទហ្នឹងហើយទៅនេះថៃយ៉ាំយ៉ាលោកថៃយ៉ាំគាត់ក៏មានខ្មៅដាក់យាយមួយបាទគាត់ក៏មានខ្មៅទៀតហើយឃើញយាយឲ្យលុយគាត់ធ្វើជាងលោកគាត់ធ្វើលោកអត់ចង់បានលោកអត់ចង់យកអីបានពិតមែនទេបងប្អូនគឺគាត់ធ្វើទេដើម្បីឲ្យលោកយាយគាត់សប្បាយចិត្តចឹងហើយក៏ទៅកន្លែងយាយផ្សេងមួយទៀតគាត់មានខ្មៅរំទៅទៀតដើម្បីមកប្រាវនឹងយាយច្រើនបាទនឹងឲ្យទៀតក៏ធ្វើអត់យកទៀតនេះធ្វើអត់យកទេប៉ុន្តែអរគុណណាស់លោកយាយបាទហ្នឹងហើយក៏មានអីពី3បងប្អូនតែខ្ញុំថតអត់ទាន់ថតតែមកតែមួយមានអ្នករំខាងផ្សេងទៀតបាទមើលទៅថាយ៉ាំគាត់ច្រើនបាទគាត់ច្រើនអ្នកដែរបាទកន្លែងនេះក្រុមថៃយ៉ាំគាត់នៅតែរសៀចិត្តយាយទៀតហើយបាទហ្នឹងហើយសៀចិត្តយាយបាទយាយគាត់ទ្រាំមិនបានឃើញគាត់ទំនិចកំមើអញ្ចឹងបាទដកលុយមកទៀតបាទហ្នឹងហើយដកមកហើយគាត់ធ្វើមានយោណាយាយហុចឲ្យធ្វើលួយអត់ចង់យកតាមពិតអរគុណយាយបាទគាត់ទៅទៀតហើយបាទហ្នឹងហើយ
លោតចុះលោតឡើងក៏បត់ដល់ទីបញ្ចប់ឥឡូវដល់ម៉ោងយើងរៀបចំបាទតុងតម្លើងហើយបាទរៀបចំក្នុងតុងដើម្បីបង្ហូតហើយដើម្បីនេះកំពុងតែរៀបចំនៅក្នុងសាលាត្រៀមនឹងដង្ហែចេញពីសាលាបាទដើម្បីយកទៅបង្ហូតដាក់ដងតុងនៅខាងក្រៅបាទនឹងត្រៀមនេះកំពុងតែត្រៀមដង្ហែចេញបងប្អូនរៀបចុះរៀបឡើងក៏បានដង្ហែចេញមកហើយបាទហ្នឹងហើយដើម្បីតាក់សិនជុំវិញព្រះវិហារ3ជុំបាទនេះតុំចេញពីសាលាទេតុំចេញពីសាលាដើម្បីតាក់សិនជុំវិញវិហារបងប្អូនហ្នឹងហើយយ៉ាំហ្នឹងក៏រំមុខគេរំបណ្ដើអូសក់គាត់ហ្នឹងមិនមែនសក់ពាក់ណាបងប្អូននេះសក់គាត់សក់ពិតបាទមួយទៀតនោះបានពាក់មួយទៀតបានពាក់នោះខាងនោះអាវក្រហមនោះសក់ពាក់ប៉ុន្តែនេះគាត់សក់គាត់ទេគឺឃើញគាត់ពីរំចឹងគឺគាត់ទុកសក់ចឹងហ្មងបាទយើងកំពុងតែចិត្តដល់ព្រះវិហារហើយដើម្បីតាក់សិនបាទនេះដងតុងលោកអាចារ្យបាទគណៈកម្មការក៏រៀបចំកន្លែងដងតុងនឹងស្រាយខ្សែចងខ្សែអីត្រៀមបាទនេះចូលក្នុងវិហារហើយដើម្បីតាក់សិន3ជុំហើយទើបយើងធ្វើកម្មវិធីបង្ហូតបាទហ្នឹងហើយបងប្អូនទស្សនានៅសកម្មភាពបាទទាំងស្រុងហ្នឹងហើយមនុស្សច្រើនណាបងប្អូនមនុស្សច្រើនហ្នឹងហើយឆ្នាំនេះមនុស្សច្រើនធ្វើដងតុងហើយតុង2មនុស្សកាន់អត់អស់នេះច្រើនមែនទែនមកច្រើននេះតុង2ហើយតុងវែងលោកយាយលោកតាកាន់សងខាងហើយនៅមនុស្សនៅច្រើនទៀតនៅខាងក្នុងវានៅឯទៀតគឺថាឆ្នាំនេះបាទច្រើនបាទគាត់មកសូត្រមន្តច្រើន នេះគឺជប់ហើយបាទគឺគ្រប់3ជុំហើយបាទលេងតាគឺត្រៀមមកត្រៀមរហូតហើយនេះកន្លែងនេះត្រៀមហើយតបពីបាន3ជុំហើយយើងនឹងធ្វើបទនមស្ការពីរួចរាល់ហើយគឺថាយ៉ាំក៏លោតបណ្ដើអីបណ្ដើហើយដងទុំនឹងក៏ចាប់ដើមលើកបាទបង្ហូរហើយបាទបាទ
កិច្ចបង្ហូតទុំក៏បានចប់សពគ្រប់បាទឥឡូវចូលមកក្នុងសាលាវិញដើម្បីបាទអុជទៀនអុជធូបបាទដើម្បីធ្វើកិច្ចបាទនមស្ការនិងថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធនៃយើងបាទដូច្នេះលោកយាយលោកតាក៏រៀបចំហើយរៀបចំអុជទៀនអុជធូបបាទលោកអាចារ្យក៏ឲ្យអុជនឹងក៏ត្រៀមបាទឥឡូវក៏ធ្វើកិច្ចបាទដើម្បីថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធបាទកិច្ចថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធក៏បានឈានដល់ទីបញ្ចប់ចូលកម្មវិធីទី3គឺកម្មវិធីសូត្រមន្តបាទហ្នឹងហើយសូត្រមន្តបុណ្យកឋិនទានបាទសាមគ្គីនៅក្នុងវត្តព្រៃលកាបាទភូមិបោះពោឃុំអូរដំបង1ស្រុកចង្កែខេត្តបាត់ដំបងបាទថ្ងៃទី3រោចហើយស្អែកបាទថ្ងៃ4រោចគឺជាថ្ងៃបង្ហើយថ្ងៃដែលដង្ហែអង្គកឋិនដូច្នេះបាទថ្ងៃស្អែកខ្ញុំបាទនឹងថតបាទដើម្បីឲ្យបងប្អូនបាទកូនក្មួយមើលជាបន្តទៀតបាទថ្ងៃនេះគឺ3កម្មវិធីហ្នឹងគឺត្រូវបានបញ្ចប់ហើយកម្មវិធីហ្នឹងបាទសូមអរគុណ